ឆ្នាំទី10របស់ Python នៅកម្ពុជាឆ្នាំ2016 Python មានវត្តមានដំបូងគេបង្អស់នៅប្រទេសកម្ពុជាក្នុងឆ្នាំដដែលនេះ Python ក៏បានគាំទ្រផលិតផលដល់កីឡាករនិងកីឡាការិនីកម្ពុជាទៅប្រកួតកីឡាអូឡ িম্প ិក2016ផងដែរឆ្នាំ2017 Python បានបន្តគាំទ្រដល់កីឡាករកីឡាការិនីដែលបានចូលរួមប្រកួតកីឡាអូឡ িম্প ិកឆ្នាំ2018ផលិតផល Python ទទួលបានការគាំទ្រខ្លាំងពីអតិថិជនឆ្នាំ2019ខ្សែកដែលពាក់ដោយកីឡាករស្គីតកោះកម្ពុជារបស់ជប៉ុន Python Meta Marble ត្រូវបានបង្កើតឡើងក្នុងឆ្នាំដដែលនេះក្រុមហ៊ុនមានការចុះលាងផលិតឆ្នាំឆ្នាំ2020សារធាតុ Meta ត្រូវបានបង្កើតឡើងជាសារធាតុទាំង5ដែលបូកបញ្ចូលតែមួយឆ្នាំ2021ហាងនៅបន្តបើកក្នុងអំឡុង COVID ឆ្នាំ2022 Extreme Performance Gear ត្រូវបានបង្កើតឡើងដែលភាគច្រើនជាប្រភេទខ្សែកនិងខ្សែដៃដែលជាកម្លាំងខ្លាំងឆ្នាំ2023ការដាក់បង្ហាញលក់នៅខ្នើយគេងសម្រួលសុខភាពរបស់ Python ឆ្នាំ2024 Health Basing ត្រូវបានបង្កើតឡើងឆ្នាំ2025ជាឆ្នាំទី10នៃគម្រោងខួររបស់ Python ដែលបានដំណើរការទៅយ៉ាងល្អនៅប្រទេសកម្ពុជាបើលោកអ្នកចាប់អារម្មណ៍លើផលិតផលរបស់យើងលោកអ្នកអាចទំនាក់ទំនងមកលេខខាងលើបានសូមអរគុណ